បងប្អូនប្រហែលជាល្បីហើយថានៅស្រុកខ្មែរយើងពេលធ្វើខ្នុរគឺមិនសូវជាប់លាប់បានយូរទេគ្រាន់តែធ្វើរួច2-3ឆ្នាំក្រោយមកក៏ប្រេះដីកាហិចកាហូងហើយយានជំនិះជីកពីលើគឺពិបាកខ្លាំងណាស់អញ្ចឹងសួរថាផ្លូវខ្នុរដែលគ្មានគុណភាពទាំងអស់នោះគឺកើតចេញមកពីបញ្ហាអ្វីដែរទៅបញ្ហាដែលធ្វើឲ្យខ្នុរគ្មានគុណភាពនោះគឺមានច្រើនខ្លាំងណាស់មានអាចៈក្រាស់ចេញស្ដើងអាចៈស្ដើងចេញក្រាស់បាទសូមទោសបងប្អូនមិនដែលចាក់ស្ដើងឲ្យវាចេញក្រាស់ទេគឺមានតែមេបញ្ជាឲ្យចាក់ឲ្យក្រាស់ពីខាងលើមកហើយវាបែរទៅជាចេញអាស្ដើងនៅទីចុងបញ្ចប់ទៅវិញហើយបញ្ហាខ្លះទៀតនោះគឺវិស្វករដែលគាត់ធ្វើផ្លូវទាំងអស់នោះដោយសារតែជួនកាលគាត់មើលងាយការផ្លូវខ្នុរដែលត្រូវបានគេកសាងឡើងប្រវែងទទឹងជាង20ម៉ែត្រហើយផ្លូវនោះបើសិនជាកសាងរួចនឹងមានឡានធំចេញចូលច្រើនតែដោយសារតែគាត់ថាមលុយគាត់ទិញប្រភេទគ្រឿងចាក់ជាពិសេសគឺប្រភេទរឡូតែម្ដងផ្លូវយើងបើកធ្ងន់តែគាត់ទិញប្រភេទអាឡូតូចយកទៅរុញលើខ្នុរនឹងអន្ថលហើយវាបានអីមមទៅលោកព្រះជីតែមួយផ្លែតគឺវាខ្ទេចតែម្ដងហើយខ្លះទៀតគាត់ធ្វើរំលងវគ្គរំលងឃ្លាដូចជាប្រភេទអាឡូទឹកនេះអញ្ចឹងប្រភេទអាឡូទឹកដែលបងប្អូនកំពុងតែឃើញនេះគឺជាប្រភេទរឡូទឹកដែលវគ្គចុងក្រោយពេលគេចាក់កស៊ូដែលបងប្អូនឃើញវាហុយចេញមកខាងក្រៅនោះគេត្រូវតែប្រើរឡូទឹកនេះបន្ថែមមួយជាន់ទៀតគឺរឡូទឹកដែលគេបើកពីលើឲ្យវាធ្ងន់ឬក៏បង្ហាប់ឲ្យខ្លាំងថែមមួយកម្រិតទៀតគេបើកវាតិចហើយនឹងបង្ហូរទឹកតិចតាមកង់រឡូនេះអញ្ចឹងហើយទើបធ្វើឲ្យខ្នុរនឹងវាជីកបានយូរឡានធំដឹកទៅវិញដឹកទៅមកគឺវាមិនអីហើយខ្ញុំជាអ្នកលក់គ្រឿងចាក់ខ្ញុំជ្រិញរឿងមួយបងប្អូនខ្ញុំជ្រិញថានៅពេលណាដែលខ្នុរគេធ្វើរួចហើយនៅពេលណាដែលខ្នុរនោះវាឆាប់ខូចពួកអង្គស៊ីញើដែលគាត់ធ្វើខ្នុរនោះគាត់ចូលចិត្តបន្ទោសទៅអ្នកបើកឡានធំវិញថាបើកលើសតោនអញ្ចឹងហើយទើបធ្វើឲ្យខ្នុរនឹងវាឆាប់ខូចហើយចុះបើសិនជាដឹងថាស្រុកយើងចូលចិត្តដឹកលើសតោនដោយសារតែប្រជាពលរដ្ឋយើងវាក្រីក្រពេកគេដឹកលើសតោនខ្លះដើម្បីចំណេញថ្លៃសាំងឬក៏ដើម្បីបើលុយឲ្យកូនចៅចាយតាមក្រោយបើដឹងអញ្ចឹងដែរមិនក៏យើងមិនព្រមចាក់ឲ្យវារៀងក្រាស់ជាងស្តង់ដាបន្តិចទៅគេធ្វើផ្លូវខ្នុរដល់ទៅអាចឲ្យយន្តហោះចុះចតបានដោយទម្ងន់កប៉ាល់ហោះខ្ញុំគិតថាវាធ្ងន់ខ្លាំងណាស់ហើយកម្លាំងបុកចុះមកពីលើអាកាសមកថែមទៀតហេតុអ្វីខ្នុរនៅពលានកប៉ាល់ហោះមិនកំហូងដូចខ្នុរដែលគ្រាន់តែឡានជិះកាត់រាល់ថ្ងៃនោះមិនបាច់ធ្វើឲ្យវារឹងដូចអាខ្នុរកប៉ាល់ហោះក៏បានដែរឲ្យតែក្រាស់ជាងអារាល់ថ្ងៃដែលគាត់កំពុងតែធ្វើនឹងទៅគឺបានហើយជាពិសេសគឺត្រូវតែមានប្រភេទគ្រឿងចាក់ល្អគ្រឿងចាក់ដែលវាគ្រប់តោនដូចជារឡូអញ្ចឹងកុំយកគ្រឿងចាក់ប្រភេទតូចទៅធ្វើការធំយើងកុំចង់ថាំលុយពេកយើងគិតថាប្រភេទរឡូដែលនាំចូលពីប្រទេសជប៉ុនទៅប្រើប្រាស់ក្នុងស្រុកខ្មែរឲ្យតែយើងទិញប្រភេទគ្រឿងចាក់មេហើយជាពិសេសប្រភេទរឡូទៀតប្រភេទគ្រឿងចាក់ដូចជារឡូនេះគឺល្បីថាមិនដែលខូចឬក៏មិនងាយខូចដាច់ខាតបើសិនជាតកង់នោះគាត់ចូលចិត្តមើលអែឬក៏បដូរប្រេងម៉ាស៊ីនឲ្យគាត់កាន់រឡូនោះតាំងពីគាត់អាយុ20ស្ដើងរហូតដល់គាត់នឹងមានប្រពន្ធមានកូនចូលរៀនហើយឡើងដល់សាកលវិទ្យាល័យក៏រឡូនឹងនៅជាមួយគាត់មកអាយុដែរគឺមិនងាយខូចដាច់ខាតហើយការងាររបស់បងប្អូនក៏វារលូនតាមនឹងផងដែរបើសិនជាយើងធ្វើការល្អមេធំខាងលើឲ្យតែលឺឈ្មោះយើងគឺគាត់ដឹងតែពេញចិត្តខ្លាំងណាស់ព្រោះឈ្មោះយើងល្បីថាធ្វើខ្នុរគឺជាប់រហូតមិនមែនធ្វើជាប់ដូចជាគេឌឺដងនៅក្នុង Facebook នោះទេធ្វើជាប់របស់ខ្ញុំនោះគឺបានន័យថាអាខ្នុរគឺនៅតែជាខ្នុរដដែលបងប្អូនប្រជាពលរដ្ឋនៅតាមដងផ្លូវគឺគាត់អាស្រ័យខ្នុរនោះជារៀងដរាបជារៀងរហូតមិនដែលខូចមិនមានក្រឡុកនោះហើយគឺជាគេឈ្មោះដ៏ផូរផង់ដែលវិស្វករខ្មែរយើងគួរតែគិតពិចារណាទៅថ្ងៃក្រោយបាទអញ្ចឹងសូមអរគុណបងប្អូនទាំងអស់គ្នាហើយជាពិសេសក៏សូមអភ័យទោសទៅបងវិស្វករទាំងអស់ផងដែរ
បើសិនជាសម្ដីរបស់ខ្ញុំពេលបងប្អូនស្ដាប់ទៅគឺជ្រិញកន្លែងខ្លះតែជារួមទៅគឺគ្រាន់តែចង់ឲ្យផ្លូវថ្នល់ស្រុកយើងស្រួលជិះដូចផ្លូវថ្នល់នៅប្រទេសជប៉ុននេះតែប៉ុណ្ណោះហើយអញ្ចឹងបើសិនជាបងប្អូនមានតម្រូវការចង់មើលប្រភេទគ្រឿងចក្រដែលយើងខ្ញុំនាំផ្ទាល់ពីជប៉ុនទៅស្រុកខ្មែរសូមបងប្អូនទៅការ៉ា CSK យើងខ្ញុំនៅស្រុកខ្មែរដែលទីតាំងយើងខ្ញុំគឺសិតតែនៅលើផ្លូវជាតិលេខ 6A ទាំងអស់បាទអញ្ចឹងសូមអរគុណនិងជួបគ្នាក្នុងវីដេអូក្រោយៗទៀត